សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Pro BKA ទាំងអស់គ្នាសូមជួយចុច Like Subscribe និងសញ្ញាកណ្ដឹងឲ្យ Admin ម្នាក់មួយផងណាតោះឥឡូវយើងទៅដឹងចំណងជើងសាច់រឿងយើងទាំងអស់គ្នាកុំហកគ្រប់យ៉ាងមកពីរូបខ្ញុំមួយរឿងចំចាប់ផ្ដើមសាច់រឿងដំបូងរបស់យើងនេះគឺជាតួស្រីមានឈ្មោះថា Ching Lee គឺគាត់ក៏បានរត់ទៅរកកូនរបស់គាត់ដែលបានជួបឧបទ្ទវហេតុក្លាប់ឡានសាលានេះកូនរបស់គាត់ក៏សូមអង្វរឲ្យម្ដាយរបស់គាត់នេះជួយផងហើយចំណែកនេះគឺជាតួប្រុសរបស់យើងមានឈ្មោះថា CU នេះគាត់នឹងក៏ចាប់ផ្ដើមរត់ចូលទៅជួយណាស្រាប់តែពេលហ្នឹងតួស្រីរបស់យើងគាត់នឹងក៏បានហៅប្តីរបស់គាត់នេះឲ្យទៅជួយសង្គ្រោះកូនបង្កើតរបស់គាត់ផងប៉ុន្តែប្តីឯនេះគេនឹងក៏បានអ្នកនាងជាងយាឯនេះគេនឹងក៏ចាប់ផ្ដើមទៅហៅតួប្រុសរបស់យើងនេះដើម្បីឲ្យជួយសង្គ្រោះកូនរបស់គេផងប៉ុន្តែតួប្រុសរបស់យើងគាត់នឹងក៏បានសម្រេចចិត្តថាគាត់នឹងទៅជួយកូនរបស់អ្នកនាងជាងយាដែលទុកឲ្យតួស្រីរបស់យើងដែលជាប្រពន្ធការស្របច្បាប់នេះគឺទុកតួស្រីរបស់យើងចោលតែម្ដងណាហើយតួស្រីរបស់យើងគាត់នឹងក៏ចាប់ផ្ដើមទៅចូលជួយសង្គ្រោះកូនរបស់គាត់នឹងឯងដើម្បីយកកូនរបស់គាត់នេះទៅមន្ទីរពេទ្យដើម្បីទៅព្យាបាលជំងឺកូនរបស់គាត់តួស្រីរបស់យើងគាត់នឹងក៏បានយកកូនរបស់គាត់មកដល់មន្ទីរពេទ្យកូនរបស់គាត់នឹងក៏ចាប់ផ្ដើមសួរថាប៉ានៅឯណាតួស្រីរបស់យើងគាត់នឹងក៏បានប្រាប់ថាដោយសារតែប៉ារបស់យើងនេះគឺភ្លេចភ្លាំងអញ្ចឹងហើយគាត់មិនអាចចងចាំកូនបានទេទុកឲ្យគាត់សម្រាប់តាមពេលវេលាឲ្យគាត់នឹងហើយចាំគាត់នឹងមករកកូនវិញអញ្ចឹងណាហើយកូនរបស់គាត់នឹងក៏ចាប់ផ្ដើមសម្រាកទៅវិញអញ្ចឹងទៅតួស្រីរបស់យើងគាត់នឹងក៏ចាប់ផ្ដើមដើរទៅជួបជាមួយនឹងលោកគ្រូពេទ្យឯចំណែកតួប្រុសរបស់យើងគាត់នឹងក៏បាននិយាយជាមួយនឹងលោកគ្រូពេទ្យគឺគាត់មិនបានមានការបាត់ការចងចាំអីទេគឺគាត់បានកុហកតួស្រីរបស់យើងដោយសារតែគាត់ចង់រស់នៅជាមួយនឹងអ្នកនាងជាងយាដែលអ្នកនាងជាងយាគឺគេសុំឲ្យតួប្រុសរបស់យើងនេះនៅជាមួយគាត់រយៈពេល10ថ្ងៃអញ្ចឹងហើយគាត់សុខចិត្តធ្វើជាគាត់ជួបឧបទ្ទវហេតុហ្នឹងដើម្បីកុហកបោកប្រាស់តួស្រីរបស់យើងណាហើយតួស្រីរបស់យើងគាត់នឹងក៏បានដឹងថាប្តីរបស់គាត់នឹងគឺលេងល្បីជាមួយនឹងគាត់អញ្ចឹងហើយគាត់នឹងក៏ចាប់ផ្ដើមអស់អារម្មណ៍ជាមួយនឹងប្តីរបស់គាត់តែម្ដងហើយចំណែកប្តីនេះគេនឹងក៏បាននិយាយថារយៈពេលតែ10ថ្ងៃទេដល់ពេលគេជួយអ្នកនាងជាងយារួចណាតួស្រីរបស់យើងក៏បានតាក់ទងទៅលោកលូដែលលោកលូនេះគឺជាអ្នកដែលគេចង់បបួលតួស្រីរបស់យើងនេះធ្វើការជាមួយហើយគាត់នឹងក៏បានយល់ព្រមជាមួយនឹងលោកលូថាគាត់នឹងទៅធ្វើការជាមួយនឹងលោកលូតួស្រីរបស់យើងគាត់នឹងក៏បានទុកពេលវេលារបស់គាត់នឹងគឺ10ថ្ងៃដូចជាតួប្រុសរបស់យើងនេះបានទុកឲ្យគាត់ដូចគ្នាដែរអញ្ចឹងណាហើយតួស្រីរបស់យើងគាត់នឹងក៏ចាប់ផ្ដើមទៅសេពេលវេលាមួយថ្ងៃម្ដងហើយគាត់នឹងក៏ចាប់ផ្ដើមមកព្រៀនกระดาษដើម្បីលេងលះជាមួយនឹងតួប្រុសរបស់យើងនឹងឯងដល់ពេលតួប្រុសរបស់យើងចូលមកគាត់នឹងក៏បានសួរនាំទៅតួប្រុសថាតួប្រុសរបស់យើងនេះមកផ្ទះនឹងចងចាំឬមួយក៏ចាំកូនរបស់គាត់វិញហើយឬនៅតែតួប្រុសរបស់យើងគាត់នឹងក៏បាននិយាយថាគាត់អត់បានចងចាំទៅលើអ្នកណាទេហើយគុំរញ៉េរញ៉ៃជាមួយនឹងគាត់នឹងក៏បានសម័យអំពីរឿងដែលគាត់បានជួបឧបទ្ទវហេតុណាគឺជាកម្រងការរបស់គាត់ទាំងអស់ហើយតួស្រីរបស់យើងគាត់នឹងក៏បានដឹងថាប្តីរបស់គាត់នេះគឺចង់លេងល្បិចរស់នៅជាមួយនឹងអ្នកនាងជាងយាទេហើយតួស្រីរបស់យើងគាត់នឹងក៏បាននិយាយថាបើប្តីរបស់គាត់មិនកែគឺរយៈពេល10ថ្ងៃនេះគាត់នឹងទៅជួបជាមួយនឹងលោកលូហើយចំណែកតួស្រីរបស់យើងគាត់នឹងក៏បាននិយាយថាបើសិនជាបងស្រឡាញ់លើប្រពន្ធកូនបងមករស់នៅផ្ទះនឹងវិញមកអាសាប់ដល់ពេលហ្នឹងគាត់មិនទាន់បាននិយាយអីផងស្រួលបួលផងនេះអ្នកនាងជាងយាគេនឹងក៏បានទេមកថាកូនរបស់គេគឺកំពុងតែមានបញ្ហាអញ្ចឹងហើយតួប្រុសរបស់យើងគាត់នឹងក៏ចាប់ផ្ដើមទៅតែម្ដងលាតួស្រីរបស់យើងចេញទៅណាធ្វើឲ្យតួស្រីរបស់យើងនេះគឺអន់សពុនចិត្តខ្លាំងមែនទែនអញ្ចឹងហើយគាត់ខឹងជាមួយនឹងតួប្រុសរបស់យើងគាត់ក៏បានចុះហត្ថលេខាលេងលះជាមួយនឹងតួប្រុសរបស់យើងឯងគឺគាត់មិនចង់ជួបតួប្រុសយើងទៀតទេដោយសារតែតួប្រុសរបស់យើងគឺធ្វើឲ្យគាត់ឆ្អែតមែនទែនដោយសារតែគាត់គ្មានជំងឺអីផងកុហកតួស្រីរបស់យើងគាត់នឹងក៏បានមកជួបជាមួយនឹងកូនរបស់គាត់ក៏បានសួរនាំអំពីប៉ាប៉ុន្តែតួស្រីរបស់យើងក៏បានប្រាប់ថាប៉ាគឺមិនបានមកជួបជាមួយនឹងកូនទេស្រាប់តែពេលហ្នឹងកូនរបស់អ្នកនាងជាងយាគេនឹងក៏បានចូលមករករឿងកូនរបស់តួស្រីរបស់យើងនេះគឺគេចូលមកមើងងាយណាក្មេងសោះតែចេះដឹងថាឪពុកម្ដាយនឹងចេះមើងងាយទៅលើគេលើអីចឹងទៅតួស្រីរបស់យើងក៏បានរុញកូនរបស់អ្នកនាងជាងយានឹងឲ្យដូរសាប់តែពេលហ្នឹងតួប្រុសរបស់យើងនិងអ្នកនាងជាងយាគេនឹងក៏បានចូលមកហើយគេនឹងក៏បានតម្លាក់កំហុសថាកូនរបស់តួស្រីរបស់យើងគឺជាអ្នកបង្កបញ្ហាតួប្រុសរបស់យើងគាត់នឹងក៏បានស្ដីឲ្យទៅលើកូនរបស់តួស្រីរបស់យើងដែលជាកូនបង្កើតរបស់គាត់តួស្រីរបស់យើងគាត់នឹងក៏បាននិយាយថាបើសិនជាលោកចង់ច្បាស់ឥឡូវនៅមន្ទីរពេទ្យមានកាមេរ៉ាឆែកមើលកាមេរ៉ានឹងតែម្ដងទៅតួប្រុសរបស់យើងនេះក៏ស្រឡាំងកាំងជាមួយនឹងតួស្រីរបស់យើងណាដោយសារតែនិយាយបែបហ្នឹងឯចំណែកអ្នកនាងជាងយាគេខ្លាចកូនរបស់គេមានបញ្ហាអញ្ចឹងទៅគេនឹងក៏ចាប់ផ្ដើមឲ្យតួប្រុសរបស់យើងនេះយកកូនរបស់គេចេញទៅមិនបាច់ទៅបើកកាមេរ៉ាអីទេគេនឹងក៏បាននាំកូនរបស់អ្នកនាងជាងយានេះចេញទៅខាងក្រៅហើយអ្នកនាងជាងយាគេនឹងក៏បានឌឺដងទៅដាក់តួស្រីរបស់យើងគាត់ថាតួស្រីរបស់យើងសំមុខនឹងទទួលបាបកម្មបែបហ្នឹងហើយតួស្រីរបស់យើងឮទៅបែបហ្នឹងគាត់នឹងក៏ចាប់ផ្ដើមមានជំងឺបេះដូងរបស់គាត់តែម្ដងណាហើយចំណែកលោកគ្រូពេទ្យដែលជាមិត្តភក្តិរបស់តួប្រុសរបស់យើងនេះគាត់នឹងក៏បានឃើញតួស្រីរបស់យើងកំពុងតែដួលគាត់នឹងក៏បានយកតួស្រីរបស់យើងទៅសង្គ្រោះហើយគាត់នឹងក៏បានតាក់ទងទៅតួប្រុសរបស់យើងដើម្បីឲ្យតួប្រុសរបស់យើងមកជួយតួប្រុសរបស់យើងគាត់នឹងក៏ចាប់ផ្ដើមចូលមកកន្លែងមន្ទីរពេទ្យដែលតួស្រីរបស់យើងកំពុងតែសម្រាកនេះគាត់នឹងក៏បាននិយាយជាមួយនឹងមិត្តភក្តិរបស់គាត់គាត់ថារយៈពេល10ថ្ងៃទេឲ្យតួស្រីរបស់យើងនេះនៅទ្រាំសិនទៅហើយគាត់នឹងបង្ហាញប្រាប់តួស្រីរបស់យើងវិញណាតួប្រុសរបស់យើងគឺគាត់ស្រឡាញ់ទៅលើតួស្រីប៉ុន្តែដោយសារតែអ្នកនាងជាងយាគឺគេសុំឲ្យតួប្រុសរបស់យើងនេះមករស់នៅជាមួយនឹងគេរយៈពេល10ថ្ងៃសិនអញ្ចឹងណាសុខចិត្តចោលប្រពន្ធកូនរបស់ខ្លួនសុខចិត្តទៅរស់នៅជាមួយនឹងស្រីថ្មីតួស្រីរបស់យើងគាត់នឹងក៏ចាប់ផ្ដើមដឹងខ្លួនមកវិញគាត់នឹងក៏ចាប់ផ្ដើមមើលឆាតដែលអ្នកនាងជាងយានេះគឺឆាតមកឌឺដងដាក់គាត់គ្រប់សពបែបយ៉ាងតែម្ដងហើយតួស្រីរបស់យើងគាត់នឹងក៏បានសម័យអំពីរឿងដែលតួប្រុសរបស់យើងនេះបានយកកូនរបស់អ្នកនាងជាងយានេះគឺចេញពីកន្លែងរបស់គាត់ហើយអ្នកនាងជាងយាគឺគេបានឌឺដងទៅដាក់តួស្រីថាតួស្រីរបស់យើងសំមុខនឹងខ្លាចជាម្ដាយចុងចឹងហើយតួប្រុសរបស់យើងគាត់នឹងក៏បាននិយាយ
ថាទូស្រីបើយើងមិនមែនជាប្រពន្ធរបស់គាត់អីចឹងណានៅផ្ទះនឹងទូស្រីបើយើងគាត់នឹងក៏ចាប់ផ្ដើមថាគាត់នឹងឆ្អែតចិត្តហើយគាត់នឹងក៏ចាប់ផ្ដើមតាក់ទងទៅលូដើម្បីឲ្យលូនេះកំណត់ពេលវេលាណាមួយណាស្រាប់តែពេលហ្នឹងទូស្រីបើយើងគាត់នឹងក៏បានទទួលទូរស័ព្ទពីលូដែលគាត់បានខលមកទូស្រីបើយើងថាគាត់នៅចាំទូស្រីបើយើងហើយគាត់នឹងក៏បានរៀបចំកន្លែងទូស្រីបើយើងនេះស្នាក់នៅជាមួយនឹងគាត់រួចរាល់អស់ហើយទូស្រីបើយើងគាត់នឹងក៏បានយល់ព្រមថាគាត់នឹងទៅជាមួយនឹងលូប៉ុន្តែគាត់ចាំមើលទង្វើប្តីរបស់គាត់សិនតើប្តីរបស់គាត់នឹងកែឬមួយក៏អត់អញ្ចឹងណាហើយចំណែកទូស្រីបើយើងគឺគាត់ចេះតែគូខ្វែងថ្ងៃម្ដងមួយថ្ងៃដើម្បីថាគាត់ចិត្តដល់ថ្ងៃហើយគាត់នឹងក៏បានដល់ថ្ងៃទី6ស្រាប់តែពេលហ្នឹងអ្នកនាងជាងយាកគេនឹងក៏បានចូលមកហើយគេនឹងក៏បានឋានតិចទៀតផ្ទះនេះគឺជាផ្ទះរបស់គេហើយទូស្រីបើយើងនឹងចាក់ចេញពីកន្លែងហ្នឹងហើយនេះគឺជាចិញ្ចៀនដែលទូប្រុសបើយើងនេះបានបោះបង់ចោលហើយគឺគេបានឲ្យអ្នកនាងជាងយាកនេះយកមកឲ្យទូស្រីបើយើងអញ្ចឹងណាថាគេមិនចង់ជួបជាមួយទូស្រីយើងទៀតទេទូស្រីបើយើងគាត់នឹងក៏ចាប់ផ្ដើមអន់ចិត្តតែម្ដងអ្នកនាងជាងយាកឋានតិចទៀតទូស្រីបើយើងគឺគ្មានតំណែងជាលោកស្រីនៅក្នុងនឹងទៀតទេអញ្ចឹងហើយឲ្យទូស្រីបើយើងនេះចាក់ចេញពីទូប្រុសបើយើងឲ្យទៅចំណែកទូស្រីបើយើងគាត់នឹងក៏ចាប់ដើមសម័យអំពីទូប្រុសបើយើងតែគាត់បានសុំគាត់នេះរៀបការសុំរស់នៅជាមួយនឹងគាត់មើលថែគាត់អស់មួយជីវិតអញ្ចឹងណាគាត់មិនគិតថាប្តីរបស់គាត់នេះគឺជាមនុស្សស្មោកគ្រោកថោកទាបដល់ថ្នាក់ហ្នឹងទេសុចិត្តកុហកប្រពន្ធកូនដើម្បីតែស្រីដើម្បីតែអ្នកដតីហើយគាត់នឹងក៏បានសម័យពីពេលវេលាល្អជាមួយនឹងកូនជាមួយនឹងប្រពន្ធនឹងឯងប៉ុន្តែប្តីនេះគឺគាត់បានធ្វើទង្វើថោកទាបអញ្ចឹងហើយទូស្រីបើយើងគាត់ថាគាត់នឹងមិនដាក់ឲ្យគាត់នឹងដាច់ចិត្តពីទូប្រុសបើយើងណាហើយគាត់នឹងក៏ចាប់ដើមដុតទៅលើរូបថតទាំងវត្ថុអនុស្សាវរីយ៍ដែលគាត់ទិញមកទាំងប្រមាណទាំងចិញ្ចៀនរបស់គាត់គឺគាត់ខឹងជាមួយនឹងទូប្រុសបើយើងនេះខ្លាំងមែនទែនហើយទូប្រុសបើយើងគាត់ក៏បានចូលមកថាទូស្រីបើយើងកំពុងតែធ្វើអីទូប្រុសបើយើងគឺគាត់ដឹងរឿងសពគ្រប់បែបយ៉ាងតែគាត់គ្រាន់តែចង់និយាយប្រាប់ទូស្រីបើយើងតែនិយាយអត់បានណាហើយទូស្រីបើយើងថាលោកចង់ចាំវាបាត់ការចង់ចាំដល់លោកចង់ចាំមកវិញហើយឬនៅតែទូប្រុសបើយើងថាគាត់មិនបានចង់ចាំទេតែគាត់មិនចង់ឲ្យដុតវត្ថុអនុស្សាវរីយ៍នៅក្នុងផ្ទះហ្នឹងណាហើយទូស្រីបើយើងគាត់នឹងក៏បានសម័យថាគាត់ឆ្អែតហើយដោយសារតែលោកគឺមិនដែលបានផ្ដល់តម្លៃឲ្យខ្ញុំជាមួយនឹងកូនទេអញ្ចឹងលោកមិនបាច់ខ្វាយខ្វល់ជាមួយនឹងខ្ញុំទេដល់ពេលគេដើរមកយកកូនគេនៅសាលាហ្នឹងគឺគេទៅយកកូនអ្នកនាងជាងយាកទេមិនមែនទៅយកកូនរបស់ទូស្រីហើយនឹងទៅទទួលទូស្រីបើយើងចេញពីសាលាទេគឺទូស្រីបើយើងឈឺចាប់ខ្លាំងមែនទែនហើយទូស្រីបើយើងគាត់នឹងក៏បាននិយាយថាថ្ងៃនេះគឺគាត់ឆ្អែតចិត្តខ្លាំងមែនទែនហើយគាត់ក៏មិនចង់ជួបជាមួយនឹងទូប្រុសយើងទៀតដែរបើសិនជាទូប្រុសបើយើងនេះស្រឡាញ់ទៅលើអ្នកនាងជាងយាកហើយឲ្យរៀបការជាមួយនឹងអ្នកនាងជាងយាកទៅមិនបាច់មកពាក់ព័ន្ធជាមួយនឹងជីវិតរបស់គាត់ទៀតទេគឺទូស្រីបើយើងគឺបានដេញចំតែម្ដងណាហើយទូស្រីបើយើងគាត់នឹងក៏ចាប់ផ្ដើមថាគាត់នៅសល់តែ2ថ្ងៃទៀតទេគាត់នឹងក៏ចាប់ផ្ដើមរៀបចំអីបានរបស់គាត់នេះទុកអាចចំណែកកូនរបស់គាត់ក៏ចាប់ផ្ដើមហាត់ល្បាំម៉ាឡេនេះសតតែពេលហ្នឹងគាត់ក៏បានគ្រីជើងអញ្ចឹងទៅដោយសារតែ2ថ្ងៃទៀតគឺជាថ្ងៃដែលគាត់ត្រូវបង្ហាញនៅមុខសាលសិស្សឬមួយក៏គ្រូនៅក្នុងថ្នាក់ហ្នឹងណាដើម្បីប្រគួតប្រជែងជាមួយនឹងគេហ្នឹងឯងប៉ុន្តែគាត់ក៏ចាប់ផ្ដើមវឹកហាត់នេះក៏គ្រីជើងគ្រីអីអញ្ចឹងទៅហើយចំណែកតួសេបើយើងគាត់នឹងក៏បានប្រាប់ទៅកូនរបស់គាត់ថាឲ្យព្យាយាមតិចទៅកូននឹងអាចឲ្យធ្វើលទ្ធផលនឹងបានហើយដើម្បីគាត់ចង់ឲ្យប៉ារបស់គាត់នេះបានឃើញថាគាត់នឹងគឺជាកូនបង្កើតហើយគាត់នឹងក៏បានធ្វើការងារល្អអញ្ចឹងណាហើយតួសេបើយើងគាត់នឹងក៏បានមកជួបជាមួយនឹងអ្នកគ្រូនឹងឯងដើម្បីមកនិយាយជាមួយនឹងអ្នកគ្រូស្រាប់តែពេលហ្នឹងអ្នកគ្រូនៅក្នុងថ្នាក់គេនឹងក៏បានប្រាប់ទូស្រីថាកូនរបស់គាត់គឺកំពុងឆ្លោះគ្នាជាមួយនឹងកូនរបស់អ្នកនាងជាងយាហើយស្រាប់តែពេលហ្នឹងទូស្រីបើយើងដើរចូលទៅគាត់នឹងក៏បានប្រាប់ទៅទូប្រុសបើយើងទៅហៅប៉ារបស់គាត់នេះឲ្យមកអង្គុយចិត្តឬមួយក៏មកប្រាប់ទៅវិភាទូស្រីបើយើងណាហើយតែចំណែកទូស្រីបើយើងគាត់នឹងក៏បានឃើញថាកូនរបស់គាត់នេះត្រូវឪពុកបង្កើនគឺត្រូវកំពុងតែធ្វើបាបអីចឹងទៅទូស្រីបើយើងគាត់ក៏ចាប់ផ្ដើមថាគាត់អន់ចិត្តជាមួយនឹងប្តីកាន់តែខ្លាំងឡើងហើយឲ្យចំណែកអ្នកនាងជាងយាគេមានសង្ឃឹមថាទូប្រុសបើយើងនេះប្រហែលជាអាចនឹងមកតាក់ទងជាមួយនឹងគេអញ្ចឹងណាឲ្យចំណែកកូនដែលគាត់នឹងក៏ចាប់ផ្ដើមថាហេតុអីបានជាប៉ានេះទៅចាក់ចោលខ្ញុំឯម្ដាយនៃគាត់នឹងក៏ចាប់ផ្ដើមយំសំណោះទៅលើអភិបាលទង្វើដែលកូនបានខំទៅសេសាងអនុស្សាវរីយ៍ជាមួយនឹងឪពុកអីចឹងណាប៉ុន្តែឪពុកអានេះគឺគេបានលេងល្បិចគឺល្បិចថោកទាបធ្វើបាបកូនហើយនឹងប្រពន្ធអីចឹងទៅប៉ុន្តែទូប្រុសបើយើងគឺគាត់ចង់ចូលមកលួងលោមប្រពន្ធដែរប៉ុន្តែគាត់អត់ហ៊ានទេខ្លាចទូស្រីបើយើងដឹងអញ្ចឹងណាស្រាប់តែពេលហ្នឹងទូស្រីបើយើងគាត់នឹងក៏ចាប់ផ្ដើមចូលមកហើយទូប្រុសបើយើងគាត់នឹងក៏ចាប់ផ្ដើមនិយាយជាមួយនឹងទូស្រីតើកូនមានបញ្ហាអីឬក៏អត់តែទូស្រីបើយើងថាមិនបាច់ចង់ដឹងទេរឿងហ្នឹងគឺជាកូនហើយរឿងរបស់ខ្ញុំហើយជាមួយនឹងកូនទេលោកមិនចង់ដឹងទេលោកមិនមែនជាឪពុករបស់នាងទេអញ្ចឹងហើយគូតែលោកនេះចាក់ចេញពីជីវិតរបស់ខ្ញុំទៅហើយតួស្រីបើយើងគាត់នឹងក៏ចាប់រំដើរចេញទៅណាក្នុងចិត្តរបស់គាត់ក៏បានគិតថានៅរយៈពេលតែមួយថ្ងៃទៀតទេគាត់នឹងចាក់ចេញពីតួប្រុសយើងហើយអញ្ចឹងហើយឲ្យតួប្រុសបើយើងនេះរស់នៅសោយសុខជាមួយនឹងអ្នកនាងជាងយើងនឹងទៅមិនបាច់ខ្វាយខ្វល់ពីគាត់ទៀតទេហើយចំណែកតួស្រីបើយើងគាត់នឹងក៏បាននាំកូនរបស់គាត់នេះមកប្រឡងលបាំដើម្បីទៅអភិបាលប្រកួតឲ្យឪពុកម្ដាយនឹងបានឃើញតួកូនរបស់គាត់ក៏ចាប់ដើមមកនិយាយជាមួយនឹងឪពុកឲ្យឪពុកនេះទៅអង្គុយកៅអីដែលគេបានរៀបចំឲ្យណាប៉ុន្តែឪពុកគឺគេមិនបានទៅអង្គុយកន្លែងតែកូនប្រាប់ទេគឺគេមកអង្គុយជាមួយនឹងអ្នកនាងជាងយាកជាមួយនឹងកូនរបស់អ្នកនាងជាងយាក
ตัวโปรบยังคือกอดสลายแต่เลยเน็ตเราเตยคลังเชื่อปนโกนบอกล้วนนะแต่ในโกนบอกล้วนคือบังไฮหรือบ้ามยังละอ้อยจังเตยไอจำในในนี้จริงเยอะเกนกับบางเคยโกนใส่บอกเกบังไฮยังหรือบ้ามยังละอ้อยจังเตยมันแน่นั่งเกนกับจับรำไปพันแต่แหลกกำพองแต่เลยโกนบอกตัวใส่ไปยังให้ทัวไอคเนียนึงอ่อนจัดนะจังให้ตัวใส่ไปยังก่อนนั่งกับบางเลิกตึกจัดแต่ดาโกนถ้ากำเอาเกิดปีป่ามาหนังนวมโกนตึกอะไรมวยไอจำในตัวใส่ไปยังก่อนนั่งกับจับรำท่าก่อนนั่งจะจังไอจำในไทยนี่คือจะไทยดับไทยได้ในนี้จริงเยอะก็เตยจังปีติกรองนั่งโดยคเนียได้จังนะตัวโปรไปยังกับบางชูในจริงๆนี่ล่างมาโยนหอโดยคเนียให้เกนั่งกับจับรำมาพิพากษ์ควายคอปีตัวใส่ไปยังจังตัวชุดตัวใส่ไปยังนะปันตายเกกับพิพากษ์ชูดำน้ำในนี้จริงๆจะเลยจงคราวสันนั้นนะเกนั่งกับบางใบโคนบอลในนี้จริงๆตัวใส่ไปยังกับเตยดาวไทยได้กอดเตยแต่ชุบจมูกหนึ่งลูโดยคเนียตัวโปรตัวใส่ไปยังก่อนนั่งกับบางดาวชูคเนียคือกอดบางเคยคเนียเตตัวโปรไปยังก็กอดตอนนั่งถ้าตัวใส่ไปยังนี่จะเช่นปีกอดเตก่อนนั่งกับจับรำติงตกตาติงแบบการนี่ดำใบมาสปรายปนโกนปันตายจะใช้ดอนตัวใส่ไปยังก็กอดบางเลยตีนังตีเตตัวโปรไปยังก่อนนั่งกับจับรำบางเมื่อกระโดดแต่ตัวใส่ไปยังบานตกเอาเนี่ยสัตว์เป็นนั่งตัวใส่ไปยังก่อนนั่งกับบานนวมโกระบอกก่อนนี่ดำใบลาวหยุดฮอเตอร์ชุบจมูกหนึ่งลูหนึ่งไอให้ก่อนนั่งกับจับรำสมัยอมปีเรื่องแต่ประเดี๋ยวบอกก่อนนี่บานเทอร์มาด่ากอดคือจะจัดคลังเหม็นเต้นนะให้ตัวใส่ไปยังก่อนนั่งกระจับรำมือปีต่างเบอร์ประเดี๋ยวให้ประเดี๋ยวนี่ก็เกมเหมือนเป็นเชิดให้ก่อนนั่งกระจับรำดังทับปีต่างเบอร์บอกประเดี๋ยวนั่นคือมันบานสมองตรองจมูกหนึ่งกอดเต้คือกอดสมัยเชิดเตอร์หรือนี่คือกอดมันบานมาชุบจมูกหนึ่งประเดี๋ยวบอกกอดเวงเต้ตัวเราไปยังก่อนนั่งกระจับรำบางทวีให้ก่อนนั่งกระจับรำแต่ตัวสับปีโกนจ้าบอกกอดถ้าตัวใส่ไปยังคือจะเช่นปีติกรองนั่งให้ไอจำนายก่อนนั่งกระจับรำสมัยอมปีโกนบอกกอดไอให้ก่อนมาเติมโกยจมูกนะตัวเราไปยังก่อนนั่งกระบาลดังไอจำนายตัวใส่ไปยังก่อนนั่งกระจับรำดามาก็เคยกันไหลในก่อนบานตัวเราไปยังส่งก่อนรีบการนั่นคือชิกันไหลได้มินเนอรีนึงบอกเรามาเนี่ยคือเกบานส่งคดีรีบการโดยคดีได้จังให้ตัวใส่ไปยังก่อนนั่งกับบางเคยปีต่างเบอร์บรอมเนี่ยนั่งก่อนนั่งกับบางสมัยอัมปีตัวโปรไปยังโดยคดีได้จังนะให้ตัวโกนบางก่อนนั่งกับบางปะบัวมาได้บางก่อนเนี่ยชับรำล้างแต่เลยยนต์ฮอเตอร์หรือยังจัดดาวเปย์จังให้ตัวโปรไปยังก่อนนั่งกับชับรำรถมารถตัวใส่ไปยังปันไตจะใช้ด้านในตัวใส่ไปยังก่อนนั่งกับบางจังเตอร์ก่อนนั่งกับบางเตียนป้าในรีบเส้นเสียงเหมือนตัวใส่ไปยังนะโกนเกย์นะเกย์นั่งกับบางไวไอจังเตอร์ก่อนนั่งกับบางดาวมาก่อนนั่งกับบางเคยถ้าจังเชียนในก่อนติงไอตัวใส่ไปยังคือทะเลในเลือดใดแต่มาดองให้ก่อนนั่งกับบางสมัยอัมปีเรื่องในก่อนบางสัญญาจมูกหนึ่งตัวใส่ถ้าก่อนหนึ่งรู้ในชื่อมือหนึ่งตัวใส่ใบยังเอามวยจีวัดคือมันถวยตัวใส่ใบยังนี่ลำบากลำบันไอเทเต้ปันใต้พิพายชี้จังไรแต่บอกก่อนนั่นคือก่อนสลายแต่เลยในเรื่องจริงจีนี่คลังจีบปนโกนนะถวยตัวใส่ใบยังได้อะไรชื่อมือหนึ่งก่อนยังไงโกนจ้าบอกก่อนกับบานพระธาตุปนบอกก่อนคือบานจะใจปิติกรองหนึ่งบาทต่างให้ตัวพระใบยังก่อนนั่งกับจับรามโจมไว้ยังก่อนนั่งกับบานมาดอมตีเป็ดเดซาตะโกนจ้าบอกก่อนบานพระธาตุปนบอกลงเมาเนี่ยสมานใต้ตัวใส่ใบยังก็ต่างกับเปิ้ลในเรื่องจริงจีคือเกมตอนใจแต่นาเตคือเกจังนั่งโอกาลาชื่อมือตัวโปรดับใบตัวโปรใบยังนี่ในถนัดถนอมเกณฑ์ฉะนั้นนะปันใต้ตัวโปรนี่คือกอดบานถนัดทอมไอเดลในนี้จริงเยอะเตะเลยซาแต่ก็จะอาจจะจมูกในนี้จริงเยอะให้ทั่วไอไปปนบอกกอดคือบานใบบักเนี่ยได้ซาแต่ในนี้จริงเยอะก็กอดนั้นกับอัดดังทางกอดสร้างกับห้องนี่คือได้ซาแต่กอดนี่ทลอยจมูกในนี้จริงเยอะนะได้เหมือนเมนจีปนบอกล้วนแต่ถนัดทอมเกแต่มือไทยเกเนี่ยให้กอดนั้นกับจับรามรถมาดอบแต่เวงกอดนั้นกับจับรามมือแต่ตัวใส่ไปยังแต่รับมอบแต่เวงให้หรือเนยกอดนั้นกับบานสู้แต่เนี่ยบ่มรากอดนั้นกับบานพรำแต่ตัวเราไปยังทางในตัวใส่ไปยังคือจะจังบัดแต่ให้กอดมันเนยตีนี่เตะตัวเราไปยังคือกอดกับจับรามควายควาปีปนในบัดปนปีเตะฮะนะนั่งไงลัตพอลไอ้ครูนายធ្វើបាបប្រពន្ធកូនដល់ពេលប្រពន្ធកូនចាក់ចេញទៅធ្វើឯងណាចាប់ដើមមកខ្វាយខ្វល់ជាមួយនឹងមនុស្សដែលខ្លួនឯងស្រឡាញ់ពេលវេលាគឺវាហួសអស់ហើយអញ្ចឹងហើយគឺគ្មានពេលវេលាណាដែលសម្រាប់ដែលទូប្រវត្តិនេះត្រូវសារភាពឬមួយក៏សុំទោសទៅលើតួស្រីទេហើយចំណែកគាត់នឹងក៏ចាប់ដើមសម័យអំពីរឿងដែលគាត់នេះបានជួបឧបទ្ទវហេតុដែលគាត់បានរៀបចំគម្រោងការណាអញ្ចឹងហើយគឺគាត់នឹងក៏ចាប់ដើមសម័យអំពីរឿងរបស់គាត់ជាមួយនឹងតួស្រីរបស់យើងដែលគាត់បាននាំទូប្ររបស់យើងនេះដើម្បីមកមើលនៅកន្លែងផ្ទះរបស់គាត់ថាគាត់នឹងគឺជាប្តីប្រពន្ធជាមួយនឹងគ្នារស់នៅជាមួយនឹងគ្នាស្របច្បាប់ជាមួយនឹងគ្នាមានតែរូបថតសំគ្រប់បែបយ៉ាងអញ្ចឹងទៅហើយចំណែកទូប្រវត្តិយើងគឺគេធ្វើអាទង្វើនឹងហើយគេនឹងក៏ដឹងថាខ្លួនគេនឹងគឺជាអ្នកខុសណាហើយចំណែកនាងជាងយីគេនឹងក៏ចាប់តាមចូលទៅនិយាយជាមួយនឹងទូប្រវត្តិយើងកូនចៅរបស់គាត់ក៏មកបានប្រាប់ទូប្រវត្តិថានេះគឺជាកាដូដែលទូស្រីយើងបានទុកឲ្យទូប្រវត្តិយើងនេះគឺជាกระดาษលេងលះជាមួយនឹងទូប្រវត្តិរបស់យើងនឹងឯងទូប្រវត្តិយើងគាត់នឹងក៏មិននឹកស្មានថាទូស្រីរបស់យើងនេះដាច់ចិត្តជាមួយនឹងគាត់ទេហើយគាត់នឹងក៏បានឲ្យកូនចៅរបស់គាត់ចេញសិនគាត់ដោះស្រាយជាមួយនឹងនាងជាងយីនឹងសិននាងជាងយីទូប្រវត្តិយើងគាត់នឹងក៏បានប្រាប់ថាដោយសារតែនាងទៅធ្វើឲ្យប្រពន្ធកូនរបស់ខ្ញុំនេះចាក់ឆ្ងាយពីខ្ញុំអញ្ចឹងហើយខ្ញុំមិនចង់ជួបមុខជាមួយនឹងនាងទេឲ្យនាងចេញពីជីវិតរបស់ខ្ញុំទៅហើយចំណែកតួស្រីរបស់យើងគាត់នឹងក៏ចាប់ដើមមកដល់កន្លែងនេះគឺតួលោកលូដែលគេមកចាំទទួលតួស្រីរបស់យើងណាហើយគាត់នឹងឯងគឺជាមនុស្សប្រុសម្នាក់ដែលតាមស្រឡាញ់តួស្រីតាមពីថាចង់ជួបជាមួយនឹងតួស្រីរបស់យើងយូរណាស់ហើយតាមពីតួស្រីរបស់យើងមិនទាន់បានប្តីនៅរៀនជាមួយនឹងគ្នាណាប៉ុន្តែតួស្រីរបស់យើងបានប្តីបានអីហើយគាត់នឹងក៏នៅតែចាំតួស្រីរបស់យើងនេះដើម្បីទទួលតួស្រីរបស់យើងវិញអាចចំណែកតួប្រុសរបស់យើងគាត់នឹងក៏ចាប់តាមមើលរូបថតប្តីប្រពន្ធរបស់គាត់ដែលតួស្រីរបស់យើងចាក់ចេញនេះហើយគាត់នឹងក៏បានសម័យអំពីរឿងអនុស្សាវរីយ៍ដែលពួកគាត់បានសាងជាមួយនឹងគ្នារស់នៅជាមួយនឹងកូនប្រពន្ធអីចឹងណាតួប្រុសរបស់យើងគឺគាត់នឹងក៏ចាប់តាមគូចាំថ្ងៃដែលចាំតួស្រីរបស់យើងនេះត្រឡប់មកវិញប៉ុន្តែតួស្រីរបស់យើងគឺគេរស់នៅ
ជាមួយនឹងលោកលូនេះគឺគេរស់នៅយ៉ាងសប្បាយចិត្តរីករាយបំផុតដែលគេផ្ដល់ស្នាមញញឹមឲ្យតួស្រីបើយើងនេះច្រើនជាងតួប្រុសបើយើងផ្ដល់ឲ្យតែគាត់ទៀតអញ្ចឹងណាអាចចំណែកអ្នកនាងជាងយីឯនេះគេនឹងក៏ចាប់ផ្ដើមថាគេនឹកទៅដល់តួប្រុសបើយើងគេនឹងក៏ចាប់ផ្ដើមតាក់ទងទៅតួប្រុសយើងនឹងឯងប៉ុន្តែតួប្រុសបើយើងគឺគាត់អារម្មណ៍របស់គាត់គឺដិតដាមតែជាមួយនឹងប្រពន្ធដែលគាត់ចង់រស់នៅជាមួយនឹងប្រពន្ធរបស់គាត់វិញគឺគាត់ទន្ទឹងចាំតែប្រពន្ធរបស់គាត់នេះត្រឡប់មកផ្ទះវិញទេប៉ុន្តែគឺតួស្រីបើយើងគឺចាក់ចេញនេះគឺគាត់លែងត្រឡប់មកវិញហើយចាំពីមួយថ្ងៃទៅមួយថ្ងៃគឺគាត់បានត្រឹមតែអង្គុយសម័យអង្គុយនឹកតួស្រីបើយើងរកតួស្រីបើយើងមិនដឹងថានៅកន្លែងណាណាអញ្ចឹងហើយគឺមានតែចាំតួស្រីបើយើងនឹងឯងហើយគាត់នឹងក៏ចាប់ផ្ដើមចេញទៅក្រៅនេះដើម្បីទៅជួបជាមួយឬមួយក៏ទិញកាដូដើម្បីទៅស្វាគមន៍តួស្រីបើយើងគឺគាត់ទិញកាដូដាក់ពេញផ្ទះតែម្ដងចាំតួស្រីបើយើងត្រឡប់មកវិញណាស្រាប់តែពេលហ្នឹងគាត់ស្មានតែតួស្រីបើយើងត្រឡប់មកវិញគឺជាអ្នកនាងជាងជាជាមួយនឹងកូនរបស់គេនឹងក៏បានចេញពីសាលាគេក៏មកជួបជាមួយនឹងតួប្រុសរបស់យើងហើយគេនឹងក៏បានប្រាប់តួប្រុសថាកូនរបស់គេឈឺនៅតួប្រុសរបស់យើងគឺគេចង់មកជួបជាមួយនឹងតួប្រុសរបស់យើងលើតែបែបហ្នឹងគឺគាត់អត់សូវសប្បាយចិត្តប្រហែលទេតែឃើញក្មេងថាគាត់នឹងស្រឡាញ់ទៅលើតួប្រុសហើយអញ្ចឹងហើយគេនឹងក៏ចាប់ផ្ដើមទទួលតួអ្នកនាងជាងជានេះឲ្យចូលនៅក្នុងហ្នឹងណាតួស្រីរបស់យើងគឺគាត់បានរស់នៅជាមួយនឹងលោកលូហើយគាត់នឹងក៏សាងសុភមង្គលប៉ុន្តែគាត់មិនមានទំនាក់ទំនងអីស្នេហាអីជាមួយនឹងគ្នាទេតួស្រីរបស់យើងកូនរបស់គាត់នឹងក៏ចាប់អារម្មណ៍ទៅលើលោកលូម្ដងបន្តិចឯចំណែកលោកលូគាត់នឹងក៏ចាប់អារម្មណ៍ទិញអ្វីអ្វីដើម្បីតាក់ចិត្តកូនរបស់តួស្រីរបស់យើងដើម្បីឲ្យគាត់នឹងមានអារម្មណ៍ថាលោកលូនឹងគឺជាមនុស្សល្អអញ្ចឹងណាលោកលូគាត់នឹងក៏បាននិយាយប្រាប់អំពីរឿងតួស្រីរបស់យើងថាគាត់មើលថែកូនរបស់តួស្រីរបស់យើងគឺបានល្អអញ្ចឹងទៅតួស្រីរបស់យើងគាត់នឹងក៏ចាប់អារម្មណ៍ពេញចិត្តជាមួយនឹងលោកលូទាំងមើលល្អរបស់លោកលូដែលមើលថែគាត់នឹងដូចជាប្តីប្រពន្ធអីជាមួយនឹងគ្នាអញ្ចឹងណាលោកលូគាត់នឹងក៏បានសួរពីចិត្តរបស់តួស្រីដែរប៉ុន្តែតួស្រីរបស់យើងថាគាត់ទៅតែលេងលះប្តីអញ្ចឹងហើយគាត់មិនត្រូវការអ្នកស្អំឲ្យដងអីភ្លាមអញ្ចឹងទេលោកលូគាត់នឹងក៏ទុកពេលអីអញ្ចឹងទៅអាចចំណែកអ្នកនាងជាងយីគេនឹងក៏បានយកកូនរបស់គេមកលេបថ្នាំលេបអីទូប្រាប់យើងថាបើសិនជាលេបថ្នាំរួចរាល់អស់ហើយបើនាងឈឺហើយឆាប់ចេញពីផ្ទះរបស់គាត់វិញទៅកុំឲ្យមកពាក់ព័ន្ធជាមួយនឹងគាត់ទៀតអញ្ចឹងណាប៉ុន្តែអ្នកនាងជាងយីគឺគេមិនចេញទេហើយគេនឹងក៏បានថតរូបអីដាក់នៅក្នុងផ្ទះនៅក្នុងកន្លែងក្រេរបស់តួស្រីរបស់យើងគឺផ្សាយទៅឲ្យតួស្រីរបស់យើងនេះហើយគេនឹងក៏បានឆាតទៅឌឺដងដាក់តួស្រីរបស់យើងថាតួស្រីរបស់យើងគឺគ្មានកន្លែងអីមករស់នៅដូចគេអញ្ចឹងណាតែទូរស័ព្ទតួស្រីរបស់យើងគឺទុកនៅលើតុនឹងឯងតួប្រុសរបស់យើងគាត់នឹងក៏បានឆែកឃើញគាត់នឹងក៏បានឃើញថាអ្នកនាងជាងនេះគឺបានឆាតជាមួយនឹងតួស្រីរបស់យើងគឺឌឺដងតដាក់តួស្រីរបស់យើងនេះច្រើនមែនទែនអញ្ចឹងហើយគឺទាំងវើទាំងអស់គឺអ្នកនាងជាងនេះគឺគេបានរៀបចំគម្រោងការតួប្រុសរបស់យើងគាត់នឹងក៏បានដឹងហើយគាត់នឹងក៏ចាប់ផ្ដើមចូលមកក្នុងបន្ទប់របស់អ្នកនាងជាងនេះដែលកំពុងតែរស់នៅក្នុងបន្ទប់ផ្ទះក្នុងផ្ទះរបស់គាត់ណាហើយគាត់នឹងក៏ចាប់ដើរចូលទៅឲ្យចំណែកនាងជាងយេគេនឹងក៏បាននិយាយជាមួយនឹងកូនរបស់គេថាតិចទៀតយើងនឹងរើឲ្យបានមកនៅផ្ទះហ្នឹងហើយដោយសារតែទូប្រុសរបស់យើងគឺចង់ឲ្យគេរស់នៅក្នុងហ្នឹងអញ្ចឹងណាឲ្យចំណែកកូននេះគេឃើញតែទូប្រុសរបស់យើងមកគេនឹងក៏ចាប់ដើមស្វាគមន៍ទៅឪពុកអញ្ចឹងទៅប៉ុន្តែនាងជាងយេគេនឹងក៏បានដេញចេញហើយគាត់នឹងក៏បានដោះស្រាយជាមួយនឹងទូប្រុសរបស់យើងទូប្រុសរបស់យើងគាត់នឹងក៏ចាប់ដើមថាហេតុអីបានជានាងធ្វើដាក់ប្រពន្ធហើយនឹងកូនរបស់ខ្ញុំដល់ថ្នាក់ហ្នឹងរឿងទាំងអស់គឺជានាងគឺជាអ្នកចាប់ដើមឲ្យធ្វើឲ្យប្រពន្ធកូនហើយនឹងខ្ញុំបែកគ្នាជាមួយនឹងប្រពន្ធកូនយើងអាចបន្ទោសទៅលើអ្នកនាងជាងយេបានទេដោយសារតែយើងគឺជាមនុស្សប្រុសដែលតិចសផងដោយសារតែយើងជឿជាក់ទៅលើសម្ដីរបស់អ្នកនាងជាងយេនឹងផងអញ្ចឹងហើយមិនអាចបន្ទោសទៅលើអ្នកនាងជាងយេតែម្ខាងបានទេផ្ទះដែរម្ខាងកើតលឺទេដោយសារតែយើងទាំងអស់តែម្ដងអញ្ចឹងហើយអ្នកនាងជាងយេគាត់នឹងក៏បានទទួលសម្ពាធហើយគាត់នឹងក៏បាននិយាយថាគាត់ស្រឡាញ់ទៅលើទូប្រុសយើងខ្លាំងណាស់ហើយគាត់នឹងក៏បាននិយាយហើយគាត់នឹងក៏បានតាក់ទងទៅប្តីរបស់អ្នកនាងជាងយេឲ្យអ្នកនាងជាងយេទៅនៅប្តីទៅនៅជាមួយប្តីរបស់គាត់វិញណាប៉ុន្តែអ្នកនាងជាងយេគេក៏បានបដិសេធថាប្តីរបស់គាត់នឹងតែធ្វើបាបបាយដំច្រំធាក់ទៅលើអ្នកនាងជាងយេអញ្ចឹងទៅទូប្រុសរបស់យើងគាត់នឹងក៏បាននិយាយថានាងមករស់នៅជាមួយនឹងខ្ញុំក៏នាងគ្មានក្តីសុខដែរនាងគួរតែចាក់ចេញពីកន្លែងហ្នឹងទៅដោយសារតែនាងគឺបំផ្លាញក្តីសុខជាមួយនឹងប្តីប្រពន្ធរបស់ខ្ញុំប្តីប្រពន្ធរបស់ខ្ញុំនេះគឺបែកខ្ចាត់ខ្ចាយគ្នាអញ្ចឹងទៅអ្នកនាងជាងថាចាំមើលតើលោកមានក្តីសុខឬក៏អត់បើសិនជានាងអត់មាននាងនៅហ្នឹងណាទូប្រុសរបស់យើងគាត់ក៏បានទទួលដំណឹងពីកូនចៅរបស់គាត់ថាគាត់រកកន្លែងរបស់តួស្រីរបស់យើងឃើញហើយអាចចំណែកនាងជាងគេនឹងក៏ចាប់ផ្ដើមខឹងជាមួយនឹងតួស្រីយើងនឹងឯងចំណែកទូប្រុសរបស់យើងគាត់នឹងក៏មិនទាន់ទៅរកតួស្រីរបស់យើងគាត់នឹងក៏ចាប់ផ្ដើមបើកមើលកាដូដែលតួស្រីរបស់យើងបានរៀបចំឲ្យគាត់ទេគាត់នឹងក៏បានឃើញពេលមកកណ្ដាស់តែកូនរបស់គាត់នឹងគឺបានគូទៅសេឪពុកម្ដាយហើយនឹងគាត់អីចឹងណាដើម្បីទុកជាកាដូអនុស្សាវរីយ៍ប៉ុន្តែគាត់មិនដែលបានខ្វាយខ្វល់ជាមួយនឹងប្រពន្ធហើយនឹងកូនទេអញ្ចឹងហើយគាត់នឹងក៏បានឃើញថាកណ្ដាស់លេងនេះគឺតួស្រីរបស់យើងទៅសេនៅក្នុងនឹងទៀតគាត់នឹងក៏ចាប់ដើមទៅរកតួស្រីរបស់យើងនឹងឯងចំណែកកូនរបស់គាត់ជាមួយនឹងលោកលូជាមួយនឹងតួស្រីរបស់យើងគាត់នឹងកំពុងតែរស់នៅជាមួយនឹងគ្នាយ៉ាងមានក្តីសុខនេះហើយគាត់នឹងក៏ចាប់ដើមធ្វើខុសកំណត់ឲ្យកូនរបស់តួស្រីរបស់យើងណាហើយលោកលូនេះគាត់នឹងក៏ចាប់ផ្ដើមថាវិភាកកូនរបស់គាត់ឲ្យចាប់ផ្ដើមថើបគ្នាប៉ុន្តែកូនរបស់គាត់គឺចង់ផ្សំគុំឲ្យលោកលូជាមួយនឹងតួស្រីរបស់យើងនេះវិភាកមានតំណែងតំណងស្នេហាជាមួយនឹងគ្នាផ្សោតទៅពេលហ្នឹងតួស្រីរបស់យើងគាត់ដើរទៅបើកទ្វារក៏មានគេគូទ្វារក៏ដើរទៅបើកទៅគាត់ក៏បានឃើញថាតួប្រុសរបស់យើងកំពុងតែមករកគាត់នៃស្រាប់ទៅពេលហ្នឹងគាត់នឹងក៏បានចេញទៅលោកលូរបស់យើងគាត់នឹងក៏បានទៅហាមឃាត់តួប្រុសរបស់យើងថាកុំឲ្យពាក់ព័ន្ធជាមួយនឹងតួស្រីទៀតអីដោយសារតែតួស្រីរបស់យើងគឺមានតំណែងតំណងស្នេហាជាមួយនឹងគាត់ហើយកុំឲ្យតួប្រុសរបស់យើងមករញ៉េរញ៉ៃណាតួប្រុសរបស់យើងថាទៅបែកគាត់រយៈពេលតែមួយខែជាងសោះហើយតែតួស្រីរបស់យើងនេះ
សាងស្នេហាឬម្លេះហើយតួអាចចំណែកតួស្រីរបស់យើងថាមកពីលោកដោយសារតែលោកខ្លួនឯងនឹងឯងគឺជាអ្នកបង្កបញ្ហាធ្វើឲ្យខ្ញុំអស់ចិត្តជាមួយនឹងលោកចឹងហើយខ្ញុំត្រូវការអ្នកស្អប់បេះដូងសម្រាប់បេះដូងខ្ញុំដែរហើយគេនឹងក៏បានចូលទៅអង្វរទៅលើកូនរបស់គាត់ដើម្បីអំរស់នៅជាមួយនឹងគាត់វិញតែកូនរបស់គាត់ក៏បានបដិសេធណាថាដោយសារតែប៉ាគឺមិនដែលបានស្រឡាញ់មកលើខ្ញុំទេបង្ងើយកតើជាមួយនឹងម៉ាក់ជាមួយនឹងខ្ញុំចឹងហើយខ្ញុំក៏មិនបានស្រឡាញ់មកលើប៉ាវិញដែរហើយតួស្រីរបស់យើងគាត់នឹងក៏បាននិយាយជាមួយនឹងលោកលូដើម្បីលោកលូជួយមកលើគាត់អញ្ចឹងណាហើយលោកលូគាត់នឹងក៏បានជួយទៅលើតួស្រីរបស់យើងនឹងឯងគឺជួយធ្វើជាគូស្នេហ៍អញ្ចឹងទៅលោកលូគាត់នឹងក៏បានសម័យអំពីរឿងដែលគាត់ចង់សុំឆ្លាញ់តួស្រីតាំងពីគាត់នៅរៀនប៉ុន្តែគាត់មិនមានឱកាសណាដល់ពេលតួស្រីរបស់យើងបានប្តីទៅគាត់នឹងក៏ចាប់ផ្ដើមថាគាត់នឹងចងចាំតួស្រីរបស់យើងអស់មួយជីវិតដល់ពេលតួស្រីរបស់យើងលេខលះជាមួយនឹងប្តីនេះគឺជាឱកាសល្អរបស់គាត់ដូចគ្នាដែរអញ្ចឹងណាហើយតួស្រីរបស់យើងគាត់នឹងក៏បានទទួលពីអរគុណពីលោកលូដែលលោកលូណែវាថាតួស្រីរបស់យើងបានជួយអញ្ចឹងទៅឯចំណែកតួប្រុសរបស់យើងគឺគាត់នៅតែចាំទៅលើតួស្រីរបស់យើងគឺគាត់ចង់ជួបជាមួយនឹងតួស្រីហើយគាត់នឹងក៏បានសុំតួស្រីរបស់យើងនេះចង់ជួបជាមួយនឹងកូនតួស្រីរបស់យើងថាបើសិនចង់ជួបជាមួយនឹងកូនចាំបន្តិចពេលកូនចេញពីសាលាគាត់នឹងនាំទៅជួបណាដល់ពេលតួប្រុសរបស់យើងគាត់នឹងក៏បាននៅចាំតួស្រីរបស់យើងស្រាប់តែពេលហ្នឹងអ្នកនាងជាងយាគេនឹងក៏បានចូលមកគេនឹងក៏បាននិយាយជាមួយនឹងតួប្រុសរបស់យើងនេះជួយគេផងដោយសារតែប្តីរបស់គេកំពុងតែធ្វើបាបហើយគេឃើញតួស្រីរបស់យើងដើរមកគេនឹងក៏បានថាបជាមួយនឹងតួប្រុសរបស់យើងតួស្រីរបស់យើងបានឃើញហើយគាត់នឹងក៏បានខឹងជាមួយនឹងតួប្រុសរបស់យើងឯងថាចង់ជួបជាមួយនឹងកូនហេតុអីបានជាលោកនេះយកមកថាបគ្នានឹងកណ្ដាលវាឲ្យកូនឃើញអញ្ចឹងគឺតួស្រីរបស់យើងខឹងជាមួយនឹងតួប្រុសណាអញ្ចឹងហើយតួស្រីរបស់យើងគាត់ក៏បានតែកំភ្លៀងទៅលើអ្នកនាងជាងយានេះថាមកដោយសារតែអ្នកនាងជាងយាទាំងអស់ទៅធ្វើឲ្យគ្រួសាររបស់គាត់នេះខ្សាច់ខ្ចាយគ្នាដោយសារតែលោកទាំងអស់គឺជាអ្នកបង្កបញ្ហាតួប្រុសរបស់យើងគាត់នឹងក៏ចាប់ផ្ដើមសុំទោសទៅលើតួស្រីអ្នកនាងជាងយានេះគេសុំកុំឲ្យតួប្រុសយើងចេញទៅតែតួប្រុសរបស់យើងនៅតែចេញណាហើយចំណែកអ្នកនាងជាងយាគេនឹងក៏ចាប់ផ្ដើមនិយាយជាមួយនឹងកូនរបស់គេថាគេនឹងគ្រប់គ្រងទៅលើក្រុមគ្រួសារស៊ីដើម្បីអីចឹងទៅសាប់តែមិនទាន់បានប្រមាណផងនេះតួប្រុសរបស់យើងគាត់នឹងក៏បានឲ្យកូនចៅរបស់គាត់នេះមករើកៅអៅរបស់អ្នកនាងជាងយានឹងគឺចេញពីបន្ទប់របស់គាត់ទាំងអស់តែម្ដងកុំឲ្យមកពាក់ព័ន្ធនៅក្នុងបន្ទប់របស់គាត់ទៀតអញ្ចឹងណាអាចចំណែកកូនរបស់គេនឹងក៏ចាប់ដើមឮទៅបែបហ្នឹងគេនឹងក៏ចាប់ដើមរើជំងឺបេះដូងរបស់គេនឹងឯងចំណែកនាងជាងយានេះគេនឹងក៏ចាប់ដើមគេនឹងនាំកូនរបស់គេទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះអីចឹងទៅអាចចំណែកគេនឹងក៏ចាប់ដើមមកសុំអង្វរតួប្រុសរបស់យើងណាតែតួប្រុសរបស់យើងគាត់នឹងក៏បានចេញថាឲ្យនាងចេញឲ្យឆ្ងាយពីជីវិតរបស់ខ្ញុំដោយសារតែនាងគឺជាអ្នកបង្កបញ្ហាធ្វើឲ្យក្រុមគ្រួសាររបស់ខ្ញុំខ្ចាក់ខ្ចាយជាមួយនឹងគ្នាចឹងហើយលទ្ធផលដែលនាងសាងបែបណាគឺនាងទទួលបែបហ្នឹងទៅក៏បានប្រពាក់ព័ន្ធជាមួយនឹងខ្ញុំទៀតចឹងណាហើយតួប្រុសរបស់យើងគាត់នឹងក៏បានដើរចេញទៅទាំងមិនអស់ទាំងមិនអាឡ័យជាមួយនឹងអ្នកនាងជាងយាទេអ្នកនាងជាងយាគេនឹងក៏បានទទួលទូរស័ព្ទពីលោកគ្រូពេទ្យថាកូនរបស់គាត់កំពុងតែធ្ងន់ធ្ងរហើយចំណែកអ្នកនាងជាងយាគេនឹងក៏បានរត់មកដើម្បីមកសញ្ញេដើម្បីឲ្យលោកគ្រូពេទ្យនេះវះកាត់ទៅលើជំងឺបេះដូងរបស់កូនរបស់គាត់នឹងឯងអ្នកនាងជាងយាគេនឹងក៏ចាប់ផ្ដើមទន់ដៃទន់ជើងតែម្ដងដោយសារតែគេអស់សង្ឃឹមណាហើយសារតែពេលហ្នឹងតួប្រុសរបស់យើងគាត់នឹងក៏បានដើរចូលមកគ្រាន់តែមកចាប់ដៃអ្នកនាងជាងយាឬក៏លុតទៅលើអ្នកនាងជាងយានេះថានេះគឺជាបាបកម្មរបស់នាងដែលធ្វើឲ្យក្រុមគ្រួសាររបស់ខ្ញុំខ្សឹកខ្សាយជាមួយនឹងនាងទទួលយកខ្លួនឯងទៅអ្នកនាងជាងយានេះគេនឹងក៏ចាប់ផ្ដើមខឹងជាមួយនឹងតួប្រុសរបស់យើងដែលគេនិយាយបែបហ្នឹងណាហើយនៅនេះចេញយាគេនៅតែមិនអស់ចិត្តគេថាគេនឹងសម្លាប់ទៅលើតួស្រីរបស់យើងដោយសារតែតួស្រីរបស់យើងនេះទៅធ្វើឲ្យគេមានបញ្ហាតួស្រីរបស់យើងគាត់កំពុងតែដើរជាមួយនឹងកូនរបស់គាត់នេះសោតតែពេលហ្នឹងក៏មានឡានរបស់អ្នកនាងចេញយាគឺអ្នកនាងចេញយាគេថាគេនឹងសម្លាប់តួស្រីរបស់យើងចោលតែម្ដងណាតួប្រុសរបស់យើងក៏បានដើរតាមពីក្រោយសោតតែពេលហ្នឹងតួប្រុសរបស់យើងគាត់នឹងក៏បានរុញតួស្រីរបស់យើងទៅមួយខាងឡានរបស់អ្នកនាងចេញយាក៏បានបុកជាមួយនឹងតួប្រុសធ្វើឲ្យតួប្រុសរបស់យើងនេះគឺមានជួបអបតវហេតុហើយគាត់នឹងក៏បានបាត់ការចងចាំតែម្ដងទៅហើយតួស្រីរបស់យើងគាត់នឹងក៏បានទទួលពីគ្រូពេទ្យថាតួប្រុសរបស់យើងគឺគាត់មិនអាចចងចាំមកវិញបានទេបើលុះត្រាតែគាត់ព្យាយាមខ្លួនឯងអញ្ចឹងណាតួស្រីរបស់យើងឃើញតែឱកាសហ្នឹងដែរគាត់នឹងក៏បាននាំលោកលូនេះចេញមកខាងក្រៅហើយគាត់នឹងក៏បានប្រាប់ទៅលោកលូថាគាត់អស់ឱកាសជាមួយនឹងតួប្រុសយើងហើយតើតួលោកលូនេះចង់សាងស្នេហាជាមួយនឹងគាត់ឬក៏អត់អញ្ចឹងណាលោកលូទៅលើទៅបែបហ្នឹងលើតែតួស្រីរបស់យើងបើកដៃនោះគាត់នឹងក៏ចាប់ផ្ដើមថាតួស្រីរបស់យើងប្រកាសតែបើបេះដូងទទួលគាត់មែនឬក៏អត់គាត់នឹងក៏ចាប់ផ្ដើមសុំតួស្រីរបស់យើងនេះរៀបការយកតែម្ដងណាតួស្រីរបស់យើងក៏បានយកព្រមជាមួយនឹងលោកលូហើយលោកលូនេះគាត់នឹងក៏បានថាគាត់ចាំតួស្រីរបស់យើងនេះអស់រយៈពេលជាង10ឆ្នាំហើយដើម្បីចាំតួស្រីរបស់យើងថាមិនអីទេពាក់អញ្ជើញឲ្យគាត់មកគាត់ក៏ចាំលោកលូដូចគ្នាដែរដែលលោកលូបានជួយជីវិតរបស់គាត់អីចឹងណាថ្ងៃរៀបការរបស់តួស្រីរបស់យើងជាមួយនឹងលោកលូកូនស្រីរបស់គាត់នឹងក៏ចង់ឲ្យម្ដាយនេះរៀបការជាមួយនឹងលោកលូដូចគ្នាពួកគាត់នឹងក៏ចាប់ផ្ដើមចូលមកដល់វេទិកាដែលត្រូវរៀបការជាមួយនឹងគ្នាហើយគេនឹងក៏ចាប់ផ្ដើមយកចិញ្ចៀនលោកលូគាត់នឹងក៏បានសន្យាជាមួយនឹងតួស្រីថាគាត់នឹងរស់នៅជាមួយនឹងតួស្រីមើលថែតួស្រីរបស់យើងនេះមិនឲ្យអ្នកណាធ្វើបាបក៏មិនធ្វើបាបដូចជាអ្នកមុនដូចគ្នាដែរអញ្ចឹងណានិយាយមិនតបបានប្រហែលគេនឹងក៏ចាប់ផ្ដើមផ្ទះដៃអបអរសាទរដែលតួស្រីរបស់យើងទទួលបានមនុស្សដែលខ្លួនឯងស្រឡាញ់ចាប់តែពេលហ្នឹងក៏វត្តមានរបស់តួប្រុសរបស់យើងដើរមកជាមួយនឹងកូនចៅរបស់គាត់នេះគឺមកជួបជាមួយនឹងតួស្រីរបស់យើងណាតួប្រុសរបស់យើងគឺគាត់មិនទាន់បានវិភាគគាត់ដឹងការចងចាំរបស់គាត់មកវិញហើយគាត់នឹងក៏ចាប់ផ្ដើមចូលមកកូនចៅរបស់គាត់នឹងក៏សួរថាតួប្រុសរបស់យើងចង់ត្រូវរើជានេះជាមួយនឹងតួស្រីយើងវិញឬក៏អត់តួប្រុសរបស់យើងគាត់នឹងក៏ចាប់ផ្ដើមដើរមកប៉ុន្តែតួស្រីរបស់យើងគាត់នឹងក៏ចាប់ផ្ដើមទទួលពាក្យពីលោកលូនឹងឯងថាគាត់នឹងរៀបការជាមួយនឹងលោកលូតួប្រុសរបស់យើងគាត់នឹងក៏បានសម័យអំពីរឿងដែលគាត់សុំតួស្រីរបស់យើងរៀបការដែរអញ្ចឹងណាតួស្រីរបស់យើង
យើងគាត់នឹងក៏ចាប់បានយកចិញ្ចៀនរបស់គាត់នេះទៅពាក់ឲ្យលោកលូដើម្បីទុកលោកលូជាប្តីជាអនាគតប្តីរបស់គាត់អីចឹងទៅទោះប្របើយើងគឺបានត្រឹមតែសម័យអំពីរឿងរបស់គាត់ដែលបានគាត់សុំតួសេបើយើងរៀបការតាំងពីដំបូងឡើយនៅតាមប៉ុណ្្នឹងឯងហើយទោះប្របើយើងគាត់នឹងក៏បានដឹងពីកំហុសរបស់គាត់គាត់ថាគាត់ដឹងកំហុសហើយគាត់នឹងក៏ចង់សុំទោសសងទៅលើតួស្រីយើងវិញដែរប៉ុន្តែកំហុសរបស់គាត់គឺតួស្រីបើយើងមិនអាចលើកលែងទោសឲ្យគាត់បានចឹងហើយគឺតួស្រីបើយើងរៀបការជាមួយនឹងមនុស្សដែលគាត់ស្រឡាញ់អញ្ចឹងទោះប្របើយើងគឺបានសល់តែត្រឹមតែអនុស្សាវរីយ៍ជាមួយនឹងតួស្រីល្អៗជាមួយនឹងគ្នាគឺតួស្រីបើយើងគឺដាច់ចិត្តជាមួយនឹងមនុស្សដែលធ្វើបាបចិត្តគាត់ចឹងហើយទោះប្របើយើងគាត់ក៏ចាប់អារម្មណ៍ថាគាត់បើមានជាតិក្រោយគាត់នឹងសងទៅលើតួស្រីបើយើងវិញទាំងអស់តែម្ដងហើយតួស្រីបើយើងរឿងយើងក៏ចាប់តែត្រឹមនឹងដូចគ្នា